បងប្អូនម្ចាស់ហាងមកកន្លែងនេះអាចថាគាត់ជាកូនខ្មែរទី1ហើយដែលគាត់នាំយកអាហារសុខភាពបែបជប៉ុននេះគឺយកមកចែកជូនប្រជាពលរដ្ឋខ្មែរយើងសាមញ្ញអីហ្នឹងគាត់អាចញ៉ាំបានដោយបងប្អូនធ្លាប់ដឹងយ៉ាងថាអាហារបែបលក្ខណៈទេប៉ុនយ៉ាគីរបស់ជប៉ុននេះគឺថ្លៃបងប្អូនជាតម្លៃមួយសម្រាប់អភិជនគាត់ញ៉ាំអីចឹងណាបងប្អូនប៉ុន្តែឥឡូវនេះនៅកន្លែងរបស់គាត់យើងអាចចំណាយត្រឹម$6.80អីហ្នឹងគឺយើងអាចញ៉ាំបានហើយគាត់មានsetរបស់គាត់ច្រើនមាន$8ជាង$10ជាងអីចឹងទៅហើយប្រភេទអាហាររបស់គាត់នៅនេះគឺមានសាច់ត្រីមានប្រភេទសាច់3ជាន់អីចេះសាច់ជ្រូក3ជាន់បងប្អូនហើយមានសាច់គោមានស្កាឡាប់មានខ្យងឃើញថាហាងរបស់គាត់នេះតូចមែនបងប្អូនលក្ខណៈ street food លក្ខណៈតូបតាមចើមផ្លូវអីចឹងឯងមិនដែលឃើញតែការរៀបចំហើយនឹងការស្លៀកពាក់អីបុគ្គលិកចុងភៅអីរបស់គាត់គឺស្អាតបងប្អូនអានេះគឺមិនចាញ់នឹងហាងលំដាប់ប្រហែលទេហើយបើយើងប្រៀបធៀបតម្លៃវិញគឺខុសគ្នាដាច់ហើយហាងរបស់គាត់នេះឈ្មោះថា Tokyo Teppanyaki បងប្អូននៅទល់មុខជាមួយនឹងបរិយាអង្គរនៅខាងម្ដុំ Eon 2ណាចាំខ្ញុំដាក់ទីតាំងព័ត៌មានអិតឲ្យបងប្អូនដែរហើយសម្រាប់បរិយាកាសនៅកន្លែងរបស់គាត់នេះគឺជាប់នឹងផ្លូវហ្នឹងបងប្អូនគឺលក្ខណៈដូច street food ចឹងពេលដែលយើងអង្គុយទៅគឺបែរខ្នងទៅផ្លូវដូចដែលខ្ញុំបង្ហាញនេះណាហើយមាន chef 2នាក់អីចឹងទៅគាត់នៅចំអិនឆាបាយឆាបន្លែចំអិនសាច់ចំអិនអីហើយគាត់មានម្នាក់ទៀតចាំសវិសលើកទឹកលើកអីឲ្យយើងចឹងទៅគាត់មានតែមានអីនេះហើយសម្រាប់ set អីរបស់គាត់នេះក៏មានច្រើនជម្រើសឲ្យយើងរើសដែរបងប្អូនទៅហ្នឹងគឺគាត់មានម៉ឺនុយមាន set អីរបស់គាត់អាចរើសបានតាមចំណង់ចំណូលចិត្តរបស់យើងចង់ញ៉ាំជាប្រភេទសាច់ត្រីឬមួយ set សាច់ជ្រូក3ជាន់ឬមួយក៏សាច់គោសាច់អីចឹងក៏មានជម្រើសច្រើនមានស្កាឡាប់មានអីបើយើងចង់ញ៉ាំជាប្រភេទអាឡាកាត់អីក៏បានដែរបងប្អូនយើងហៅមួយមុខអីចឹងណាបងប្អូនយើងចង់ញ៉ាំស្កាឡាប់ហៅស្កាឡាប់ទៅចង់ញ៉ាំសាច់គោញ៉ាំសាច់គោទៅគឺមានជម្រើសច្រើនភ្ញៀវគាត់ពេញតាមពិតកន្លែងរបស់គាត់នេះតូចទេតែ9នាក់អីហ្នឹងគឺគ្រប់កៅអីរបស់គាត់ដែរប៉ុន្តែភ្ញៀវចេញចូលមួយថ្ងៃគឺដាច់ខ្លាំងមែនតើបងប្អូនដោយសារតែម្នាក់គឺគាត់មកទទួលយកអាទស្សនីយភាពបែបលក្ខណៈអភិជនអីចឹងណាបងប្អូនហើយរសជាតិម្ហូបអាហាររបស់គាត់នៅនេះគឺអត់ដិតទេគ្រឿងបែបលក្ខណៈសុខភាពបងអាចនិយាយបានថាជាប្រភេទអាហារសុខភាពប៉ុន្តែឥឡូវនេះគឺគាត់រៀបចំខាងក្រោយហាងរបស់គាត់នេះដាក់កៅអីដាក់អីចឹងមករៀបចំជាលក្ខណៈបែបជប៉ុនអញ្ចឹងគាត់មានសាច់អាំងបែបជប៉ុនរបស់គាត់មួយឈុតអីនេះដូចជាតម្លៃធូរដែរទេបងប្អូនមានមួយឈុតរបស់គាត់មានសាច់មានអីមានបន្លែមានទឹកជ្រលក់អីចឹងមកគាត់មានប្រភេទជាក្រានសាច់អាំងដាក់ក្រានហ្គាសរបស់គាត់ណាដាក់បៀម្ដងអីចឹងទៅអង្គុយអាំងសាច់លេងអីចឹងទៅហើយប្រភេទសាច់អាំងបែបជប៉ុននៅកន្លែងរបស់គាត់នេះគឺសុទ្ធតែសាច់ល្អបងប្អូនដូចតែឃើញអញ្ចឹងមានប្រភេទសាច់ជាប់ខ្លាញ់មានសាច់សុទ្ធទៀតអីចឹងទៅមានអាសាច់ជ្រូក3ជាន់និយាយទៅបងប្អូនម្ចាស់ហាងនិយាយទៅគាត់ជំនាញខាងរើសសាច់ហ្មងមិនថានៅកន្លែងតាប៉ាន់យ៉ាគីរបស់គាត់មិនថាសាច់អាំងអីទេគាត់សុទ្ធតែសលិចយកសាច់ល្អមកគាត់ដឹងអាចំណុចឆ្ងាញ់សម្បីតែញ៉ាំអីក៏គាត់សុទ្ធតែមានប្រាប់ពីរបៀបញ៉ាំដាក់មិនអីចឹងទៅគាត់មានរៀបចំដាក់សាឡាត់យកអាខ្ទឹមសហ្នឹងចុចមួយទឹកជ្រលក់ដាក់សាច់អាំងចូលវិចខ្ចប់អីណាញ៉ាំអូតំណងរបស់គាត់ហើយឆ្ងាញ់មែនធ្វើតាមគាត់ណានិយាយទៅគាត់ច្បាស់លាស់រឿងញ៉ាំរឿងហូបចុកអីរបស់គាត់ហ្នឹងមែនហើយនៅកន្លែងរបស់គាត់ក៏មានជាប្រភេទសាច់អាំងចកបែបចិនចេះដែរបងប្អូនហើយខ្ញុំធានាថាបើសិនជាបងប្អូនចូលចិត្តប្រភេទសាច់អាំងបែបចិននេះហ្នឹងគឺបងប្អូនអាចទៅសាកកន្លែងរបស់គាត់បានខ្ញុំធានាថាអានេះគឺចាប់មាត់ឆ្ងាញ់មែនដែរសាច់គាត់ប្រឡាក់ត្រូវគាត់ប្រឡាក់ឡមមិនប្រៃពេកទេបងប្អូនបែបរសជាតិស្រាលប៉ុន្តែគាត់មានប្រភេទអំបិលអីរបស់គាត់នេះបងប្អូនយកទៅចុចច្បល់បន្តិចទៅគឺដឹងតែអែមមកនេះរសជាតិខ្ញុំធានាឲ្យចឹងហើយសម្រាប់បងប្អូនដែលចង់ញ៉ាំអាហារសុខភាពបែបជប៉ុនតែប៉ុនចាគិរបស់គាត់អីនេះបងប្អូនអាចទៅសាកបានអានេះគឺជាបទពិសោធន៍ថ្មីមួយដែលយើងអាចញ៉ាំអាហារលក្ខណៈមានចុងភៅចំអិននៅផ្ទាល់នៅមុខអីយើងក្តៅឲ្យយើងញ៉ាំអញ្ចឹងទៅបងប្អូនអាចទៅបានទល់មុខជាមួយនឹងបរិយាអង្គរនៅម្ដុំ Eon 2នេះចាំខ្ញុំដាក់ទីតាំងព័ត៌មានបិទនៅក្នុង comment ជូនបងប្អូនដែរអរគុណបងប្អូនជំរាបលាបាយ